បាទរបៀបដាក់លេខទំព័រជាអក្សរខ្មែរនៅក្នុងកម្មវិធី Microsoft Word បាទលេខទំព័រអក្សរខ្មែរបែបនេះអញ្ចឹងបើចង់ដឹងចូលទៅទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងដើម្បីបានលេខទំព័រទី1យើងចូលមកកាន់ Insert មកហើយយកពាក្យថា Page Number បន្ទាប់មកយើងយក Bottom of Page មានថាយើងដាក់លេខទំព័រនៅខាងក្រោមអញ្ចឹងយើងឆ្លាញ់ទម្រង់ Style មួយណាយើងយកទម្រង់ Style មួយហ្នឹងមកថាខ្ញុំយកទម្រង់ Style មួយនេះបាទប៉ុន្តែយើងឃើញថានៅពេលដែលយើងដាក់វាមកគឺវាចេញជាអក្សរបារាំងឬក៏គេហៅលេខបារាំងណាអញ្ចឹងបើយើងចង់បានជាអក្សរខ្មែរទី1យើង select ទៅលើលេខរបស់យើងសិនមកហើយយើងចូលមកកាន់ Home តោះមកយើងចូលត្រង់កន្លែងបដូរ font នេះបាទយើង search ពាក្យថាខ្មែរ OS ដក Auto KH បាទអញ្ចឹងនៅពេលយើងដាក់ font ចង់បានជាលេខខ្មែរគឺយើងត្រូវការប្រើប្រាស់ font មួយនេះគឺ font ខ្មែរ OS Auto KH យកវាហើយយើង enter វាមួយមកអញ្ចឹងវានឹងផ្លាស់ប្ដូរពីលេខបារាំងមកជាលេខខ្មែរឲ្យយើងបាទហើយបន្ទាប់មកយើងអាចដាក់ជា line បន្ទាត់នៅខាងលើ style លេខរបស់យើងបានដែលយើងចូលមកកាន់ border នេះហើយយក border and shading មកដើម្បីយើងរើស style ទំហំបន្ទាត់របស់យើងហើយដាក់វាខាងលើមកអូខេអញ្ចឹងយើងនឹងបានលេខទំព័ររបស់យើងដែលជាលេខខ្មែរនៅពេលយើង enter វាទៅក្រោមមកគឺវាលោតលេខទំព័រយើង auto direct តែម្ដងសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មានពាក្យតែចង់រៀនឬឆាតចូល page